ធ្លាប់តែនៅស្រុកឲ្យតែថ្ងៃទឹកឡើងពេលមានថាវិការគឺដឹងតែទិញរបស់យកទៅហូបនៅស្រែជួនកាលទិញបកល្ហុងទិញប្រហិតជៀនទិញពងទាកូនភេសជ្ជៈអីហ្នឹងយកទៅហូបជុំគ្រួសារនៅស្រែមើលទេសភាពព្រៃភ្នំបើសួរថាទៅស្រែធ្វើអីគឺទៅដកស្មៅព្រោះណាមួយដោយសារតែស្រែព្រៃចឹងទៅគឺសបោស្មៅខ្លាំងមែនតើពុកម៉ែបងប្អូនទោះបីបាញ់ថ្នាំស្មៅយ៉ាងណាក៏នៅតែអត់អស់ដែរហើយជាពិសេសហ្នឹងគឺសបោវត្តឡងជ្រូកទោះបីខំដកយ៉ាងណាក៏នៅតែអត់អស់គឺពាត់ជុំវិញស្រូវពេលហ្នឹងអត់ឲ្យស្រូវដុះឡើងទៅលើទេហើយទៅស្រែរាល់អាទិត្យទោះបីអត់មានអីត្រូវធ្វើក៏ត្រូវទៅស្រែដែរពុកម៉ែបងប្អូនទៅបាច់ជីទៅមើលទឹកព្រោះអញ្ចឹងណាមួយដោយសារស្រែព្រៃអញ្ចឹងទៅគឺអត់ទៅមានទឹកទេធ្វើស្រែពឹងលើមេឃណាហើយពេលទៅស្រែអញ្ចឹងទៅថ្ងៃទឹកឡើងបន្ទាប់ពីបោកអាវបោកអីហើយអញ្ចឹងទៅដាំបាយដាំអីចិញ្ច្រាំប្រហុកធ្វើម្ហូបទៅស្រែជួនកាលទៀតដាំបាយនៅស្រែធ្វើម្ហូបនៅស្រែក៏មានដែរហើយដឹងមិនទេគឺចង់ទៅស្រែថ្ងៃទឹកឡើងទៅនៃពីការសិក្សាអត់មានការងារត្រូវធ្វើមុខរបរអីគឺអត់មានអ្នកជួលអីចឹងណាពុកម៉ែបងប្អូនអញ្ចឹងទៅគឺដឹងតែទៅស្រែទៅមើលព្រោះមើលអីហើយទៅបាច់ជីបាច់អីចឹងទៅជួនកាលទៅបើទឹកស្រែបើអីប្រហូតទឹកចូលស្រែជាដើមហើយស្រែព្រៃចឹងទៅតតែថែទាំតិចបើសួរតែបានផលច្រើនគឺមិនសូវបានផលច្រើនប្រហែលទេដោយសារតែស្រែព្រៃចឹងទៅពិបាករត់ទឹកដាក់ស្រែខ្លាំងមែនតើអត់មានបន្លែអីនៅចិត្តទេចឹងទៅគឺធ្វើស្រែពឹងលើមេឃតតែខែភ្លៀងចឹងទៅបានស្រូវគ្រាន់ល្អណាពុកម៉ែបងប្អូនហើយខាងខ្ញុំវិញភាគច្រើនស្រែភ្លៀងតែខាងខែភ្ជុំទេដល់ពេលស្រូវចាប់ផ្ដើមផើមរត់ចេញផ្លែហើយបានចាប់ផ្ដើមមានទឹកភ្លៀងមកពេលខ្លះខែច្រូតហើយបានភ្លៀងមកក៏មានដែរហើយពេលដល់ច្រូតរៀងពិបាកដែរដោយសារតែម៉ាស៊ីនរៀងពិបាកចូលព្រោះអីទឹកច្រើនចឹងទៅគឺពិបាកចូលខ្លាំងមែនតើដល់ពេលខែព្រោះខែនេះខែ7ខែ6អីហ្នឹងខែ8គឺរាំងខ្លាំងមែនតើអត់មានទឹកទេដល់ពេលខែភ្ជុំចាប់ផ្ដើមភ្លៀងមកជោគជាំណាពេលហ្នឹងគឺស្រូវពិបាកដែរបើសិនបានភ្លៀងរាល់ថ្ងៃទៅគឺស្រូវគ្រាន់ល្អចឹងទៅគឺមិនសូវបានផលច្រើនប្រហែលទេពុកម៉ែបងប្អូនព្រោះអីធ្វើស្រែពឹងលើទឹកហើយបើបាច់ជីបាច់អីក៏ខំប្រឹងតែបាញ់ថ្នាំស្មៅបាញ់អីដកស្មៅដកអីផងឆ្លូកស្រូវឆ្លូកអីហើយដកតកត់ឈើទៀតដោយសារស្រែព្រៃចឹងទៅគឺសបោតកត់ឈើខ្លាំងមែនតើខ្លាចពេលមានតកត់ឈើចឹងទៅម៉ាស៊ីនច្រូតអត់ចូលណាព្រោះអីម៉ាស៊ីនតែពេលមានតកត់ហើយគឺដឹងតែអត់ចង់ចូលហើយពេលខែច្រូតវិញពិបាករកម៉ាស៊ីនច្រូតដោយសារតែពេលស្រែគេផងខែស្រែនេះស្រែនោះផងចឹងទៅម៉ាស៊ីនច្រើនមែនតែពិបាកដដើមគ្នាណាដោយសារតែម៉ាស៊ីនអត់ចង់ច្រូតយកទេហើយមួយទៀតគឺស្រែក៏អត់ចង់ច្រូតយកដែរខាងខ្ញុំនោះគឺដោយសារតែច្រូតយកទៅគឺសបោតកដោបហើយនឹងសัตว์ក្នុងស្រូវនឹងខ្លាំងមែនតើហើយច្រូតយកគឺជ្រុះស្រូវអស់ខាត់ស្រូវណាហើយបើលក់វិញគឺតម្លៃអត់បានថ្លៃទេតម្លៃសមរម្យដោយស្រូវរំដួលហើយ1គីឡូ1200ស្រូវកសាំងទាបអី1គីឡូតែ600រៀលហើយធ្វើស្រែគឺហត់ខ្លាំងមែនតើជួលដីផងដីខ្លួនឯងផងនៅថ្លៃម៉ាស៊ីនច្រូតថ្លៃអត្រាថ្លៃអីទៀតថ្លៃជីថ្លៃថ្នាំស្មៅថ្លៃព្រោះថ្លៃពូជស្រូវអីនិយាយរួមទៅគឺធ្វើស្រែសម្រាប់បានតែមកហូបហើយលក់ឲ្យថ្លៃជីថ្លៃម៉ាស៊ីនច្រូតទេបើថាធ្វើលក់បានថ្លៃខ្លាំងគឺអត់អាចទេពុកម៉ែបងប្អូនបានតែមករួចខ្លួនមកថ្លៃម៉ាស៊ីនច្រូតថ្លៃអីនឹងឯងហើយបានតែមកស្រូវទៅហូបរាល់ថ្ងៃនេះដូចរាល់ថ្ងៃនេះគឺអត់ពិបាកទិញកទេដោយសារតែមានស្រូវប៉ុន្តែធ្វើស្រែគឺហត់ខ្លាំងមែនតើមួយឆ្នាំទៅមួយឆ្នាំគឺឆោហាក្តៅហាលងានឹងឯងព្រោះស្រូវណាពុកម៉ែបងប្អូនហើយនឹងអត់ច្រូតដែរផងច្រូតដែរទៀតគឺចប់ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ